ពេទ្យឲ្យណែនាំការព្យាបាលរយៈពេល3 ខែតែរយៈពេល1 ខែមានកូនសួរខ្ញុំឈ្មោះសនសុកចានរៀបការ5 ឆ្នាំអត់មានកូនក៏តាមដានតាម Facebook ពេទ្យរោគស្ត្រីហ្គិចបង្ហោះឃើញអតិថិជនដែលគាត់មកពិនិត្យមើលមានកូនជាច្រើនគាត់នឹងមានកូនច្រើនខ្ញុំភាសាជាមួយនឹងគ្រូសាមកមន្ទីរពេទ្យនេះមកពិនិត្យទៅពេទ្យថាពងញីអត់ដេករូបលាស់ហើយណាមួយខ្ញុំរដូវមកអត់ទៀងហើយក៏មានរោគស្ត្រីតិចតួចអញ្ចឹងធ្វើឲ្យពិបាកក្នុងការមានកូនក៏លោកគ្រូពេទ្យឲ្យណែនាំការព្យាបាលរយៈពេល3 ខែតែរយៈពេល1 ខែមានកូនមានអារម្មណ៍សប្បាយចិត្តខ្លាំងគ្មានអ្វីអាចព្រៀបផ្ទឹមបានខ្ញុំចង់ណែនាំបងនារីដែលអត់មានកូនកុំតន់អស់សង្ឃឹមហើយព្យាយាមមកពេទ្យនេះទៅហើយមានកូនពិតមែនកុំលឺតែគេថាមកជួបផ្ទាល់មកហើយខ្ញុំសូមញ៉ាំផ្ដាល់ដែលអ្នកដែលមកពិនិត្យដែលអត់ថាអត់ទាន់មានកូនតែកុំទាន់អស់សង្ឃឹមយើងនៅបន្តទៀតចាពេទ្យនៅបន្តព្យាបាលយើងរហូតសូមអរគុណអ្នកគ្រូដែលយកចិត្តទុកដាក់ក្នុងការមើលថែសុខភាពរបស់ខ្ញុំមកធ្វើខ្ញុំមានកូនសប្បាយចិត្តខ្លាំង